សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកខ្ញុំសម្រាប់យកព័ត៌មានចំនួន4មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទគឺទី1បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Telegraph របស់អង់គ្លេសបានឲ្យដឹងថាគឺប្រទេសថៃបញ្ជូនរថក្រោះនិងកាំភ្លើងផ្លោងទៅតំបន់ព្រំដែនឡើងវិញក្រោយពីបានប្រកាសព្យួរឬផ្អាកបទជួបបាញ់គ្នាឬក៏កិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងប្រទេសកម្ពុជាដោយសារតែមានឧបទ្ទវហេតុផ្ទុះមីនដែលបានបណ្ដាលឲ្យទាហានរបស់ថៃម្នាក់រងរបួសកំបុតជើងហើយនៅក្នុងព័ត៌មានទី2នេះគឺបន្តពីព័ត៌មានទី1ដែរគឺដូចដែលខ្ញុំបាននិយាយអញ្ចឹងគឺសារព័ត៌មាន Washington Post មកក៏បានសរសេរសេចក្តីរាយការណ៍ហើយគាត់ក៏បន្តតាមដើម្បីឲ្យដឹងឥឡូវនេះគាត់បានប្រភពពីទី1គឺមន្ត្រីនៅគៀកជាមួយនឹងលោកប្រធានាធិបតី Donald Trump ទី2គឺក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកដែលបញ្ជាក់ឲ្យដឹងថាលោកប្រធានាធិបតី Donald Trump នៅតែបដិញ្ញាចិត្តនៅក្នុងការជួយធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជានិងប្រទេសថៃបញ្ឈប់អំពើហិង្សាបាទហើយវិលមកភាពប្រក្រតីឡើងវិញដោយរស់នៅជាអ្នកជិតខាងដែលមានសុខសន្តិភាពនឹងគ្នាហើយព័ត៌មានទី3នេះគឺសហរដ្ឋអាមេរិកបញ្ជូននាវាដឹកជញ្ជូនដែលទំនើបជាងគេបំផុតនិងធំជាងគេបំផុតទៅក្បែរប្រទេសវេណេស៊ុយអេឡានៅដែនសមុទ្រការ៉ាប៊ីនដែលនៅក្បែរប្រទេសវេណេស៊ុយអេឡាដែលសមត្ថភាពរបស់នាវាដឹកយន្តហោះនេះគឺអាចនឹងផ្លោងទៅដល់ដីគោករបស់ប្រទេសវេណេស៊ុយអេឡាហើយមានក្រុមនាវាប្រយុទ្ធអមផងដែរហើយព័ត៌មានចុងក្រោយនេះសម្រាប់អ្នកនៅសហរដ្ឋអាមេរិកគឺតុលាការកំពូលនៅថ្ងៃនេះបានសម្រេចឲ្យពន្យាពេលបន្តទៀតនៅការចែកចាយនៅ food stamp គឺថវិកាអាហារសម្រាប់អាហារឧបត្ថម្ភរបស់រដ្ឋាភិបាលដោយប្រហែលជាត្រូវរងចាំមើលការចរចាការបោះឆ្នោតដើម្បីបើករដ្ឋាភិបាលឡើងវិញដែលគ្រោងនឹងធ្វើនៅថ្ងៃពុធនៅខាងរដ្ឋសភាបាទនេះជាព័ត៌មានសំខាន់ដែលខ្ញុំរៀបរាប់ចងក្រងជូនប្រិយមិត្តទាំងអស់គ្នាព័ត៌មានទី1នេះគឺខ្ញុំសូមដកស្រង់ពីប្រភពកាសែត The Telegraph របស់ចក្រភពអង់គ្លេសបាទខ្ញុំខំអានប្រភពផ្សេងទៀតដែរអត់មានទេមានតែនៅខាង Telegraph អញ្ចឹងខ្ញុំសូមដកស្រង់ខ្លះទេមិនយកទាំងស្រុងទេមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាដោយសាររឿងនេះពាក់ព័ន្ធជាមួយនឹងលោកប្រធានាធិបតី Donald Trump នៅក្នុងចំណងជើងអត្ថបទនេះដាក់ថាប្រទេសថៃបញ្ជូនរថក្រោះទៅព្រំដែនជាមួយនឹងកម្ពុជាឡើងវិញបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពរបស់លោកត្រាំបានដួលរលំអត្ថបទរបស់ The Telegraph បានបញ្ជាក់ថាប្រទេសថៃបានបញ្ជូនរថក្រោះនិងកាំភ្លើងផ្លោងទៅព្រំដែនរបស់ខ្លួនជាមួយនឹងប្រទេសកម្ពុជាវិញបន្ទាប់ពីកិច្ចព្រមព្រៀងជប់បាញ់គ្នារវាងប្រទេសទាំងពីរបានដួលរលំក្នុងរយៈពេលតែ2សប្តាហ៍តែប៉ុណ្ណោះបន្ទាប់ពីបានចុះហត្ថលេខាកិច្ចព្រមព្រៀងជប់បាញ់គ្នាដែលលោកប្រធានាធិបតី Donald Trump បានអួតអាងផ្សព្វផ្សាយថាលោកគឺជាអ្នកបានជួយសម្របសម្រួលឲ្យកើតមានឡើងនោះបានបែកខ្ញែកនៅថ្ងៃច័ន្ទបន្ទាប់ពីមានទាហានរបស់ថៃចំនួន4នាក់បាទនៅក្នុងនេះក៏ដាក់4នាក់ដូចបានកកប៉ុន្តែសារព័ត៌មានទូទៅថា2នាក់ណាបានរងរបួសដោយសារជន់មីននៅក្នុងនោះគឺមានម្នាក់បានបាត់ជើងមកខាងហើយនៅក្នុងតំបន់ដែលមានទំនាស់រវាងប្រទេសទាំងពីរលោកអនុทิនច័ន្ទវីរៈគុលដែលជានាយករដ្ឋមន្ត្រីនៃប្រទេសថៃបានប្រកាសអំពីការព្យួរកិច្ចព្រមព្រៀងនេះកាលពីថ្ងៃច័ន្ទលោកបាននិយាយថាអំពើប្រទុសរាយចំពោះប្រទេសថៃនិងសន្តិសុខរបស់ថៃមិនទាន់បានថមថយនោះទេដូច្នេះគឺជារឿងមួយដែលយើងមិនបានគិតទៅដល់លោកឧត្តមសេនីយ៍ផាណាក្លេផុតជុកធុកដែលជាអគ្គមេបញ្ជាការនៃកងទ័ពថៃបាននិយាយថាអំពើប្រទុសរាយកាយវិការប្រទុសរាយទាំងអស់នេះនៅតែមាននៅឡើយហើយលោកបាននិយាយថាកងយោធារបស់ថៃគឺត្រូវតែព្យួររាល់ផ្អាកឬក៏ព្យួររាល់កិច្ចព្រមព្រៀងទាំងអស់
ដើម្បីរក្សាសិទ្ធិរបស់យើងនៅក្នុងការការពារខ្លួនប្រឆាំងនឹងការវាយប្រហារដ៏មិនយុត្តិធម៌ណាមួយការប្រយុទ្ធរវាងប្រទេសថៃនិងប្រទេសកម្ពុជាបានផ្ទុះឡើងកាលពីខែឧសភាម្ដងហើយដោយសារតែពាក់ព័ន្ធជាមួយនឹងបញ្ហាព្រំដែនហើយនៅក្នុងការប្រយុទ្ធគ្នាទាំងមុននិងក្រោយគឺមានមនុស្សជិត50នាក់ត្រូវបានសម្លាប់នៅក្នុងចំនួននេះដែលបានមានរយៈពេលអស់ជាច្រើនសប្តាហ៍ហើយមានប្រជាពលរដ្ឋរាប់សែននាក់បានរត់ភៀសខ្លួនចេញពីលំនៅឋានប្រទេសកម្ពុជាបានបដិសេធថាខ្លួនមិនទទួលខុសត្រូវចំពោះរបួសថ្មីនេះដែលរងដោយទាហានថៃនោះទេមន្ត្រីនានាបានស្នើឡើងថាគ្រឿងផ្ទុះនោះប្រហែលជាគ្រឿងសំណល់សល់ពីចំនួននៅក្នុងទសវត្ស1970និង1980នៅពេលដែលក្របមានរាប់លានគ្រាប់ត្រូវបានគេដាក់នៅក្នុងដោយក្រុមភាគីចំនួននានានៅក្នុងតំបន់នោះហើយនៅពេលដែលសហរដ្ឋអាមេរិកក៏បានវាយប្រហារពីលើអាកាសទម្លាក់គ្រាប់បែកធុនធ្ងន់ផងដែរនៅក្នុងអំឡុងសង្គ្រាមវៀតណាមលោកឧត្តមសេនីយ៍តូវិនថៃស៊ូវ៉ារីដែលជាអ្នកនាំពាក្យយោធាថៃបានអះអាងថាមានប្រភេទ PMN2 នេះគឺត្រូវបានផលិតដោយប្រទេសរុស្ស៊ីត្រូវបានដាក់នៅលើទឹកដីថៃនៅតាមបណ្ដោយព្រំដែនក្រោយពីមានការដកលូតបន្លាចេញហើយបើតាមអ្នកជំនាញខាងមានឯករាជ្យបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងពេលកន្លងមកថាតាមរយៈរូបភាពនេះគឺបង្ហាញថាមាន PMN2 នេះត្រូវបានដែលថៃយកបានកាលពីខែកក្កដានោះគឺទំនងជាក្របមានប្រភេទថ្មីដោយឡែកខាងប្រទេសម៉ាឡេស៊ីវិញគឺដែលនាយករដ្ឋមន្ត្រីជាអ្នកចរចាដ៏សំខាន់នោះប៉ុន្តែត្រូវបានទាមទារយកកិត្តិយសដោយលោកប្រធានាធិបតី Donald Trump ក្នុងការសម្របសម្រួលឲ្យមានបទឈប់បាញ់គ្នានោះបាទដោយសារតែលោក Trump បានពេលនោះបានគម្រាមថានឹងបញ្ឈប់ការចរចាអំពីពន្ធគយប្រសិនបើប្រទេសទាំងពីរមិនបញ្ឈប់ការវាយប្រយុទ្ធគ្នានោះទេកិច្ចព្រមព្រៀងជប់បាញ់គ្នានេះគឺត្រូវបានព្រមព្រៀងគ្នាម្ដងហើយកាលពីខែកក្កដាកាលពីចុងខែកក្កដាក៏ប៉ុន្តែមេដឹកនាំទាំងពីរបានចុះហត្ថលេខាលើឯកសារជាផ្លូវការមួយទៀតនៅអមកិច្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាននៅចុងខែតុលាហើយលោកត្រាំបាននិយាយថាលោកហោះទៅប្រទេសម៉ាឡេស៊ីនេះគឺក្នុងគោលបំណងច្បាស់លាស់ដើម្បីទៅធ្វើជាសាក្សីនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះតែប៉ុណ្ណោះក្នុងគណៈពេលដែលប្រទេសកម្ពុជាបានសរសើរលោកត្រាំចំពោះទូនាទីរបស់លោកក្នុងនោះដោយបានតែងតាំងលោកសម្រាប់រង្វាន់ Nobel សន្តិភាពផងនោះគឺប្រទេសថៃហាក់នៅស្ងៀមនៅឯសន្និសីទសារព័ត៌មានក្រោយពីកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខានោះគឺលោកសៀស័កភួងគិតកែវដែលជារដ្ឋមន្ត្រីក្រសួងការបរទេសថៃបានបដិសេធមិនហៅកិច្ចព្រមព្រៀងដែលគេហៅថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរនោះចំឈ្មោះដោយដែលលោកត្រាំបានហៅនោះទេជំនួសមកវិញលោកគ្រាន់តែហៅថាជាមាគ៌ាឈ្មោះទៅរកសន្តិភាពលោក Matthew Wheeler ដែលជាអ្នកវិភាគជាន់ខ្ពស់សម្រាប់មជ្ឈមណ្ឌលនៅអាស៊ីអាគ្នេយ៍ដែលពិនិត្យមើលអំពីវិបត្តិអន្តរជាតិបាននិយាយថាលោកមិនមានការភ្ញាក់ផ្អើលនោះទេដែលថាកិច្ចព្រមព្រៀងជប់បាញ់គ្នានេះបានបែកខ្ញែកទៅវិញលោកបានបញ្ជាក់ថាដោយអ្វីដែលលោកបានព្យាករទុកឲ្យថាកិច្ចព្រមព្រៀងវានឹងសាបរលាបទៅវិញដោយសារតែគឺវាជារឿងមួយដែលដាក់ដោយលោកប្រធានាធិបតី Donald Trump ដោយយកបញ្ហាផ្សេងមកដាក់សម្ពាធដែលមិនតាក់ទងជាមួយនឹងចំនួននោះទេជាពិសេសគឺការយកពាណិជ្ជកម្មមកដាក់សង្កត់ហើយគឺជាអ្វីមួយដែលលោកប្រធានាធិបតី Donald Trump ចង់បានដើម្បីឲ្យបានមានឈ្មោះថាជាអ្នកបង្កើតសន្តិភាពតែប៉ុណ្ណោះដោយឡែកចំពោះកិច្ចព្រមព្រៀងដោះលែងយុទ្ធជនរបស់កម្ពុជាចំនួន18នាក់នោះគឺឥឡូវនេះត្រូវបានផ្អាកដោយមិនមានពេលកំណត់នោះទេ
លោករដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃគឺលោកឧត្តមសេនីយ៍ ណដ្ឋផន ណាក់ផានិត បាននិយាយកាលពីថ្ងៃច័ន្ទថាការបញ្ជូនយុទ្ធជនរបស់កម្ពុជាត្រឡប់ទៅវិញនោះគឺត្រូវផ្អាកសិនក្រោយពីមានរឿងនេះកើតឡើងបើទោះបីជាពេលមុនលោកបានសន្យាថាប្រសិនបើមានការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែនគឺនឹងត្រូវប្រគល់ពួកគេត្រឡប់ទៅវិញដោយឡែកប្រទេសម៉ាឡេស៊ីបាននិយាយនៅថ្ងៃអង្គារថាប្រទេសម៉ាឡេស៊ីនៅតែបដិញ្ញាចិត្តនៅក្នុងការធានាឲ្យមានសន្តិភាពរវាងប្រទេសទាំងពីរនេះបន្ទាប់ពីមានការប៉ះទង្គិចគ្នាតាមព្រំដែនកាលពីរដូវក្តៅកន្លងទៅនេះបាទដែលនៅក្នុងនោះគឺមានការបាញ់គ្រាប់រ៉ុកែតដាក់គ្នាទៅវិញទៅមកផងដែរនៅក្នុងខែកក្កដាលោកឧត្តមសេនីយ៍ ម៉ូត នីហ្សាំ យ៉ាហ្វា ដែលជាមេបញ្ជាការនៃកងកម្លាំងរបស់ម៉ាឡេស៊ីបាននិយាយថាការវិភាគនៅក្នុងកិច្ចព្រមព្រៀងនេះគឺត្រូវបានរំខានប្រសិនបើដូច្នេះគឺស្ថានភាពប្រហែលជានឹងវិលត្រឡប់ទៅដោយស្ថានភាពពីមុនឡើងវិញប៉ុន្តែលោកបានបន្ថែមថាប្រទេសរបស់លោកនៅតែមានក្តីសង្ឃឹមថាសន្តិភាពដំណើរការសន្តិភាពនឹងអាចបន្តទៅមុខបានដោយឡែកលោកបណ្ឌិតណាផនចតុកស៊ីពិថាកដែលជាអ្នកវិទ្យាសាស្ត្រនយោបាយមកពីវិទ្យាស្ថាន IC Yusof Isaac នៅក្នុងប្រទេសសិង្ហបុរីបានប្រាប់សារព័ត៌មាន The Telegraph ថាលោកចេតនារបស់លោកត្រាំគឺប្រហែលជានឹងមិនផ្ដោតទៅលើបញ្ហាចំនួនព្រំដែននេះតទៅទៀតនោះទេលោកបាននិយាយថាហេតុការណ៍ចុងក្រោយដែលបានកើតមានឡើងនេះគឺប្រកាសជាគូបញ្ជាក់បង្ហាញនៅការពិតដែលថាអ្វីដែលមហាអំណាចខិតខំសម្របសម្រួលគឺគ្រាន់តែជាការពន្យាពេលវេលាតែប៉ុណ្ណោះលោកបណ្ឌិតចតុសិកស្រីភិថាកបានបន្ថែមថាដំណោះស្រាយដែលអាចនឹងថិតថេរយូរអង្វែងបានចំពោះចំនួននេះគឺប្រហែលជាស្ថិតនៅក្នុងរូបភាពមួយបាទដែលអាចនឹងមិនមាននៅជាប់បានទេប្រសិនបើប្រើវិធីនេះក្នុងរយៈពេល5ឆ្នាំទៀតហើយក៏វាជាការមួយដែលបង្ហាញថាដោយសារតែនៅក្នុងនយោបាយថៃគឺក្រុមដែលនិយមប្រើកម្លាំងយោធានោះកំពុងតែមានអំណាចនៅក្នុងនយោបាយក្នុងទីក្រុងបាងកកបាទនេះគឺជាអ្វីដែលសារព័ត៌មាន The Telegraph បានរាយការណ៍ឲ្យខ្ញុំដកសងស្ទើរតែទាំងស្រុងតែម្ដងមកជម្រាបជូនប្រិមិត្តទាំងអស់គ្នាអញ្ចឹងប្រិមិត្តបានយល់ហើយគឺការបញ្ញាចិត្តរវាងប្រទេសម៉ាឡេស៊ីនៅក្នុងការធ្វើឲ្យនេះហើយនឹងការវិភាគរបស់អ្នកវិភាគមួយចំនួនបាទឥឡូវនេះដោយដែលខ្ញុំបាននិយាយអញ្ចឹងបើកាលណាសារព័ត៌មាននៅសហរដ្ឋអាមេរិកនេះបានរាយការណ៍ជាពិសេស Washington Post ហើយ New York Times អីហ្នឹងគឺពួកគាត់តែងតែទៅគូសទ្វារណុក telephone រំខានមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកហ្នឹងដើម្បីឲ្យធ្វើអត្ថាធិប្បាយបាទដូច្នេះមន្ត្រីទាំងអស់នោះត្រូវតែដឹងអំពីបញ្ហាហ្នឹងនៅពេលដែលគាត់តាក់ទងទៅជាប្រចាំហើយដោយការរំពឹងមែនគឺគាត់ទទួលបានការឆ្លើយតបមកវិញបាទនេះខ្ញុំសូមអត្ថបទដែលខ្ញុំបានអានជូនព្រឹកមិញអត្ថបទនេះគេយកមកធ្វើបច្ចុប្បន្នភាពហើយគេបន្ថែមចំណុចដែលខ្ញុំ highlight ចំនួន2ចំណុចនេះអញ្ចឹងខ្ញុំមិនចូលខ្លឹមសារឡើងវិញទេណាពីព្រោះខ្លឹមសារវាដដែលទេប៉ុន្តែខ្ញុំសូមបញ្ជាក់នៅអ្វីដែលជាប្រតិកម្មពីមន្ត្រីរបស់រដ្ឋបាលរបស់លោកត្រាំបាទបើយោងតាមការផ្សាយរបស់កាសែត Washington Post គឺឲ្យដឹងថាមន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលសហរដ្ឋអាមេរិករដ្ឋបាលលោកត្រាំដែលបានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារតែមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាសាធារណៈបាននិយាយថាលោកត្រាំបដិញ្ញាចិត្តចំពោះការបញ្ឈប់អំពើហិង្សាជាបន្តបន្ទាប់ហើយរំពឹងថារដ្ឋាភិបាលកម្ពុជានិងថៃនឹងគោរពយ៉ាងពេញលេញនៅការបដិញ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះដោយឡែកអ្នកនាំពាក្យរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកវិញបានបន្តការបដិញ្ញាចិត្តនោះដោយនិយាយថាសហរដ្ឋអាមេរិកនៅតែរក្សាជំហររឹងមាំក្នុងបំណងប្រាថ្នារបស់ខ្លួនចង់ឃើញប្រទេសជិតខាងទាំងពីរចាត់វិធានការសម្រាប់សន្តិភាពរយៈពេលវែងបាទនេះគឺជាអ្វីដែលខាងសហរដ្ឋអាមេរិកបានថ្លែងហើយខ្ញុំសូមជូនផងដែរនៅអ្វីដែលលោកអនុทินបានប្រកាសគឺលោកបានប្រកាសថាកិច្ចព្រមព្រៀងដែលមាន4ចំណុច
នៅក្នុងពេលកន្លងមកហ្នឹងគឺតកតងនឹងការប្រកាសពីសន្តិភាពនោះឥឡូវនេះគឺលែងអនុវត្តបានទៀតហើយបាទគឺដោយសារតែបញ្ហានេះបានកើតមានឡើងគឺប្រទេសថៃនឹងគ្រប់គ្រងឲ្យមានប្រតិបត្តិការបាទយោធាពេញទំហឹងតែម្ដងបាទគឺគ្រប់គ្រងពេញទំហឹងនៅតាមការតម្រូវការនិងប្រតិបត្តិការរបស់កងកម្លាំងរបស់ប្រទេសថៃបាទនេះជាអ្វីដែលលោកអនុทิនច័ន្ទវីរកុលបានប្រកាសនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃអង្គារម្សិលមិញនឹងមកនៅក្នុងប្រទេសកម្ពុជាណាបាទដោយឡែកមុននេះបន្តិចគឺខាងក្រសួងការបរទេសរបស់ថៃបាទក្រសួងការបរទេសរបស់ថៃគឺអ្នកនាំពាក្យលោកនីកនដេបាឡាលុងកាបាទគាត់បានថ្លែងផងដែរហើយទៅបានកាសែត The Nation យកមកផ្សាយហើយខ្ញុំសូមសង្ខេបអ្វីដែលអ្នកនាំពាក្យលោកនីកនដេបានថ្លែងនោះគឺគាត់បានបញ្ជាក់ថាលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃគឺលោកសៀស័កភូមិកិតខែវបានតាក់ទងទៅជាមួយទៅលោករដ្ឋមន្ត្រីការបរទេសរបស់កម្ពុជាគឺលោកប្រាក់សុខុនចំនួន2ដងបាទតាក់ទងដោយផ្ទាល់ដើម្បីជាការមួយគេថាតវ៉ាជាជំហានដំបូងអំពីឧបទ្ទវហេតុដែលបានកើតមានឡើងហើយនៅថ្ងៃនេះគឺនឹងដាក់ពាក្យតវ៉ាជាផ្លូវការជាពាក្យតវ៉ាទៅផ្លូវការទៅស្ថានទូតរបស់ប្រទេសកម្ពុជាប្រចាំនៅក្នុងទីក្រុងបាងកកហើយភាគីថៃក៏បានដាក់ពាក្យតវ៉ាបាទបណ្ដឹងទៅខាងលោកអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិហើយនិងប្រទេសជប៉ុនក្នុងនាមជាប្រធាននៃអនុសញ្ញាស្តីពីការប្រឆាំងមានប្រឆាំងនឹងមនុស្សគឺទីក្រុងអូតាវ៉ាណាបាទហើយក៏បានជម្រាបទៅដល់ម៉ាឡេស៊ីនិងសហរដ្ឋអាមេរិកផងដែរហើយនៅថ្ងៃនេះបាទថ្ងៃនេះគឺខាងក្រសួងការបរទេសរបស់ថៃនឹងជម្រាបជូនដល់អង្គទូតនានាបាទអង្គទូតនានាដែលមានវត្តមាននៅក្នុងប្រទេសថៃអំពីរឿងរ៉ាវអ្វីដែលកើតឡើងបាទដូច្នេះប្រិមិត្តមើលឃើញអ្វីដែលជាចំណាត់ការរបស់ប្រទេសថៃបាទអញ្ចឹងយើងសួរទៅវិញថាតើកម្ពុជាចំណេញទេធ្វើបែបនេះបាទចង់មិនចង់គឺកម្ពុជាអត់មានចំណេញអីសូម្បីតែបន្តិចតតែសោះដែលដំណើរការបានរលូនទៅហើយស្រាប់តែមកដល់ពេលនេះស្រាប់តែមានថៃយកលេសទៅចោតប្រកាន់ទៅដាក់ពាក្យតវ៉ាទៅអង្គការលេខាធិការអង្គការសហប្រជាជាតិផងទៅអូតាវ៉ាផងទៅខាងម៉ាឡេផងទៅអាមេរិកផងព្រីបអង្គទូតផងបញ្ជូនទាហានបញ្ជូនអាវុធអីមកសពបែបយ៉ាងទាំងអស់តាមអ្វីដែលថៃដែលគាត់បាននិយាយនៅក្នុងសេចក្តីរាយការណ៍នេះបាទតែសួរកម្ពុជាបានអីមកវិញអត់មានទេអញ្ចឹងតែជាចេតនារបស់កម្ពុជាចង់បានអញ្ចឹងទេខ្ញុំជឿថាមិនទេបាទសូមអរគុណណាស់នឹងដោយដែលសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាក៏ដូចជាសេចក្តីថ្លែងការណ៍របស់ខាងអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាក៏ដូចជាសេចក្តីថ្លែងការណ៍របស់ខាងអាជ្ញាធរមីនរបស់កម្ពុជានោះគឺបានឲ្យដឹងថាកម្ពុជាគឺនៅតែបដិញ្ញាគ្រប់តាមកិច្ចព្រមព្រៀងនឹងដដែលបាទនេះគឺជាព័ត៌មានដែលតាក់ទងជាមួយនឹងប្រទេសកម្ពុជាណាបាទឥឡូវនេះព័ត៌មានមួយទៀតតាក់ទងជាមួយនឹងទី3នេះគឺតាក់ទងជាមួយនឹងប្រទេសវេណេស៊ុយអេឡាម្ដងបាទការវិវត្តនៅទីនោះក៏មិនត្រជាក់ដែរគឺក៏ក្តៅខ្លាំងណាស់ដែរនេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The New York Times ដែលខ្ញុំដកសងយកមកជម្រាបជូនប្រិយមិត្តនេះបើតាមសេចក្តីរាយការណ៍របស់កាសែត The New York Times ឲ្យដឹងថាសហរដ្ឋអាមេរិកគឺបញ្ជូននាវាដឹកយន្តហោះដែលធំជាងគេបំផុតនិងទំនើបជាងគេបំផុតរបស់ទាហានជើងទឹកគឺនាវាដឹកយន្តហោះឈ្មោះថា Gerald Ford ឥឡូវនេះគឺចូលទៅដល់ក្នុងតំបន់នៅសមុទ្រការ៉ាប៊ីបនឹងហើយនៅថ្ងៃអង្គារនេះបាទមកនៅសហរដ្ឋអាមេរិកណាថ្ងៃអង្គារនេះដោយបានបន្ថែមឲ្យដឹងថាសមត្ថភាពរបស់សហរដ្ឋអាមេរិកនៅក្នុងការវាយប្រហារទៅលើទូកដែលសង្ស័យថាដឹកគ្រឿងញៀនសម្ដៅមកសហរដ្ឋអាមេរិកនោះគឺអាចនឹងវាយប្រហារបានដោយស្រួលហើយក៏អាចមានលទ្ធភាពក្នុងការវាយប្រហារទៅលើគោលដៅនានានៅលើដែនដីគោកនៅក្នុងប្រទេសវេណេស៊ុយអេឡាផងដែរក្នុងខណៈពេលដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump កំពុងថ្លឹងថ្លែងអំពីវិធានការយ៉ាងណាខាងផ្នែកយោធាបន្ថែមទៀតដើម្បីមានគោលបំណងដើម្បីនេះបើតាមកាសែត The New York Times ណាមានគោលបំណងដើម្បីបណ្ដេញមេដឹកនាំរបស់ប្រទេសនេះគឺលោកនីកូឡាម៉ាឌូរ៉ូចេញពីអំណាច
បាទលើកទី1ដែលខ្ញុំឃើញកាសែតនិយាយចំទាំងតែម្ដង The Trump administration await further military steps aimed at ousting the country's president Nicolas Maduro បាទគឺច្បាស់អញ្ចឹងតែម្ដងនៅក្នុងសេចក្តីថ្លែងការណ៍មួយគឺកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកបានបញ្ជាក់ទីតាំងនាវាដឹកយន្តហោះ Ford ហ្នឹងហើយនឹងនាវាចម្បាំងចំនួន3ដែលអមនាវាដឹកយន្តហោះនោះថាកំពុងតែស្ថិតនៅក្នុងតំបន់សមុទ្រអាត្លង់តិកភាគខាងលិចតែប៉ុណ្ណោះក៏ប៉ុន្តែមន្ត្រីយោធាជាន់ខ្ពស់មួយរូបបាននិយាយថានាវានោះការពិតទៅចូលទៅដល់តំបន់សមុទ្រការ៉ាអ៊ីបទៅហើយបាទគឺបានន័យថាក្នុងរយៈពេលតែប្រមាណជាជិត3សប្តាហ៍តែប៉ុណ្ណោះបន្ទាប់ពីលោករដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកគឺលោក Pete Hegseth បានចេញបទបញ្ជាបន្ទាន់ភ្លាមតែម្ដងឲ្យនាវាដឹកយន្តហោះទាំងអស់នោះនាវាដឹកយន្តហោះនោះចាក់ចេញពីតំបន់សមុទ្រមេឌីទែរ៉ាណេខាងកើតហើយសម្ដៅមកក្នុងតំបន់អាមេរិកឡាទីនឲ្យបានឆាប់ដែលជាការមួយបង្កើននៅការតានតឹងបន្ថែមទៀតខាងផ្នែកយោធានៅក្នុងតំបន់នោះព័ត៌មាននានាអំពីការមកដល់របស់នាវាដឹកយន្តហោះ Ford នេះគឺកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក Hegseth បានប្រកាសថាមានមនុស្សចំនួន6នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យក្នុងខណៈពេលដែលមានការវាយប្រហារតាមអាកាសទៅលើទូកចំនួន2ដែលអាមេរិកសង្ស័យថាដឹកគ្រឿងញៀនសម្ដៅមកសហរដ្ឋអាមេរិកនៅក្នុងតំបន់សមុទ្រប៉ាស៊ីហ្វិកភាគខាងកើតការវាយប្រហារចុងក្រោយរបស់សហរដ្ឋអាមេរិកនេះគឺបានធ្វើឲ្យចំនួនអ្នកស្លាប់នៅក្នុងយុទ្ធនាការទប់ស្កាត់គ្រឿងញៀននេះកើនឡើងទៅដល់ចំនួន76នាក់ហើយនៅក្នុងការវាយប្រហារចំនួន19លើកនៅក្នុងតំបន់សមុទ្រប៉ាស៊ីហ្វិកនិងសមុទ្រការ៉ាអ៊ីបចាប់តាំងពីដើមខែកញ្ញាមកការមកដល់នៃនាវាដឹកយន្តហោះ Ford នេះហើយនឹងនាវាដែលចម្បាំងប្រភេទចម្បាំងប្រយុទ្ធខ្លាំងដែលមានបំពាក់នៅគ្រាប់មីស៊ីលគឺបានបន្ថែមចំនួនវត្តមានរបស់កងទ័ពសហរដ្ឋអាមេរិកនោះគឺចំនួន 5,500 នាក់ថែមទៀតទៅនឹងកម្លាំងដែលមាននៅទីនោះស្រាប់ចំនួន 10,000 នាក់នៅក្នុងតំបន់ស្រាប់ទៅហើយបាទដូច្នេះនេះគឺជាចំណុចមួយដែលមានកងកម្លាំងសរុបរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នោះគឺមានរហូតទៅដល់ 15,000 នាក់ហើយដែលជាការមួយប្រមូលផ្ដុំកម្លាំងរបស់សហរដ្ឋអាមេរិកធំជាងគេបំផុតនៅក្នុងតំបន់នោះក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះបាទអញ្ចឹងគឺបានន័យថាមិនដែលមានកម្លាំងអាមេរិកដាក់ច្រើនបែបនេះទេទៅតំបន់នោះមាន 15,000 នាក់ហើយមាននាវាចម្បាំងមាននាវាដឹកយន្តហោះទំនើបបំផុតថែមទាំងអមដោយនាវាចម្បាំងថ្មីទៅទៀតហើយពីមុនមានស្រាប់ទៅហើយនៅក្នុងនោះអញ្ចឹងដូច្នេះគោលបំណងរបស់សហរដ្ឋអាមេរិកយ៉ាងណាគឺដូចដែលសារព័ត៌មាននិយាយអញ្ចឹងគឺផ្ដួលរំលំលោក Nicolas Maduro ចេញពីអំណាចព័ត៌មានចុងក្រោយនេះគឺនៅថ្ងៃអង្គារនេះបាទតុលាការកំពូលបានសម្រេចឲ្យពន្យាបន្តទៀតសិននៅកម្មវិធីដែលបើកប្រាក់អាហារសម្រាប់ពលរដ្ឋអាមេរិកដែលមានប្រាក់ចំណូលទាបប្រមាណជា42លាននាក់នៅទូទាំងសហរដ្ឋអាមេរិកនេះបាទពីព្រោះអីគឺប្រហែលជាត្រូវរងចាំមើលថាតើការចរចារវាងគណៈបកប្រជាធិបតេយ្យនិងគណៈបកសាធារណរដ្ឋនៅខាងរដ្ឋសភានឹងដំណើរការយ៉ាងណាដែរពីព្រោះអីខាងព្រឹទ្ធសភាបានអនុម័តហើយនៅច្បាប់ថវិការរយៈពេលខ្លីហើយបញ្ជូនមកដល់ខាងរដ្ឋសភាទៅហើយរដ្ឋសភាក្រុងនឹងពិភាក្សាគ្នានៅថ្ងៃពុធស្អែកនេះបាទដូច្នេះបើសិនតាមិនមានការប្រែប្រួលទេគឺអាចអនុម័តនៅយប់ថ្ងៃពុធឬក៏នៅថ្ងៃពុធឬក៏នៅព្រលឹមថ្ងៃប្រហ័សបញ្ជូនទៅដល់លោកប្រធានាធិបតី Donald Trump អាចនឹងបើករដ្ឋាភិបាលឡើងវិញអញ្ចឹងដូច្នេះអាចនឹងកម្មវិធីដែលផ្ដល់មកនេះគឺនៅធម្មតាឡើងវិញបាទគឺបានន័យថាវិលត្រឡប់ទៅស្ថានភាពដើមដែលត្រូវបើកប្រាក់ឲ្យប្រជាពលរដ្ឋដែលត្រូវការជំនួយទាំងនោះអញ្ចឹងហើយបានជាអ្នកស្រីចៅក្រមគាត់បានសម្រេចផ្អាក
ការអនុវត្តមួយរយៈសិនទុកឲ្យការចរចាគ្នាមុននឹងធ្វើអ្វីជាបន្ទាប់បាទចឹងនេះគឺជាព័ត៌មានដែលខ្ញុំរៀបចំសម្រាប់ជូនប្រិមិត្តទាំងអស់គ្នាសង្ឃឹមថាប្រិមិត្តអាចទទួលយកបានបាទទទួលយកបាននឹងជាចំណេះដឹងផងដែរបាទឥឡូវនេះគឺមានការវិវត្តច្រើនបាទអញ្ចឹងសូមសម្រាប់អ្នកដែលចូលមកស្ដាប់ព័ត៌មានចង់ដឹងព័ត៌មានគឺព័ត៌មានថ្មីគឺចាប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា